បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបានគ្រូសុទ្ធបរានជ័យទឹកសំចែករំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះផងដែរឈ្មោះថាក្លិនទាឬក៏តំបន់ខ្លះគេតាមគ្រាមភាសាបងប្អូនគេហៅថាកន្ទាក៏បានដែរហើយដើម្បីពាក់ព័ន្ធនឹងសុទ្ធបរានខ្មែរយើងកបជំងឺជាច្រើនដូចជាគ្រុនក្តៅគ្រុនចាញ់ហើយនឹងជំងឺក្រពះជាដើមបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបានដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាថ្ងៃនេះខ្ញុំបង្ហាញរុក្ខជាតិមួយទៀតហើយរុក្ខជាតិនេះផងដែរមើលស្លឹកវាលក្ខណៈសម្គាល់វាស្រដៀងនឹងអាម៉ូកចឹងបងប្អូនណាឌីនឹងរុក្ខជាតិអាម៉ូកចឹងរៀងដូចអាដែលជីចក់ចឹងតែប៉ុន្តែមិនមែនទេនេះជាលក្ខណៈក្លិនទារុក្ខជាតិនេះឬអ្នកគ្រាមភាសាតំបន់ខ្លះគេហៅថាកន្ទាចឹងណាបងប្អូនហើយពាក់ព័ន្ធនឹងអសុទ្ធបុរាណខ្មែរយើងកបជំងឺជាច្រើនដែរបងប្អូនហើយខ្ញុំដើរទៅឃើញបងប្អូនមើលលក្ខណៈសម្គាល់វាសិនបងប្អូនណាកុំឲ្យច្រឡំអាម៉ូករៀងប្រហាក់ប្រហែលស្លឹកវាហើយមានបន្លានៅតាមមែកដើមរបស់វានឹងឡាទូចហ្នឹងហើយអាម៉ូកវាអត់មានបន្លាទេហើយនេះវាមានបន្លាមុតស្រួចចឹងនិយាយចឹងណាបងប្អូនហើយបងប្អូនយកទាំងដើមក៏បានយកកឫសក៏បានគេប្រើគ្រប់ទាំងអស់បងប្អូនយកដើមហើយយើងយកឫសហើយសម្រាប់ពាក់ព័ន្ធនឹងអសុទ្ធបុរាណខ្មែរយើងកបនៃជំងឺគ្រុនចាញ់គ្រុនញាក់បងប្អូនគ្រុនចាញ់គ្រុនញាក់ហើយបើបងប្អូនយកទៅប្រើបងប្អូនប្រើតែ10ក្រាមបានហើយបងប្អូនណាអានឹងស្ងួតបើសិនជាទឹកប្រើ30ក្រាមបងប្អូនហើយនឹងមួយទៀតបងប្អូនណាក្រពះពោះវៀនបើបងប្អូនមានបញ្ហាក្រពះពោះវៀនដូចជាចុកច្អល់ចុកបោះដៃផុតហើយពី3ថ្ងៃបាត់ជើងម្ដងអញ្ចឹងណាបងប្អូនយកទៅប្រើទៅអាកបនឹងជំងឺក្រពះពោះវៀនដែរបងប្អូនមានន័យថាជំងឺក្រពះយើងដំណើរការអត់ស្រួលដល់បាត់ជើងមិនសូវចេញបាត់ជើងមកម្ដងមកកាលអញ្ចឹងមានរឹងឬក៏ពេលខ្លះទៅរាកញាប់អញ្ចឹងណាបងប្អូនយកទៅប្រើទៅរុក្ខជាតិនេះកបប្រសើរជំងឺក្រពះពោះវៀនបងប្អូនហើយនឹងទី2បងប្អូនណាចំណែកទី3គឺមានសាមេរោគក្រពះបងប្អូនក្រពះពោះវៀនមានមេរោគប៉ុន្តែហ្នឹងប្រើរៀងយូរបន្តិចបងប្អូនណាព្រោះមេរោគប្រើរយៈពេល2ខែណាខ្លះបានអស់មេរោគក្រពះពោះវៀនក៏កបនឹងជំងឺនឹងដែរប៉ុន្តែបងប្អូនយកទៅប្រើគឺប្រើតែ15ក្រាមទៅ30ក្រាមទេមានន័យថាដូចខ្ញុំនិយាយលើអញ្ចឹងបងប្អូនស្ងួត15ក្រាមទៅទឹក30ក្រាមបងប្អូនយកទៅប្រើទៅអសុទ្ធបុរាណខ្មែរយើងបងប្អូនឲ្យចេះប្រើចេះយកចេះលេចេះដាក់កាលណាបងប្អូនចេះប្រើតាមក្បួនវាការដាក់តាមក្បួនវាធ្វើឲ្យយើងកបនឹងជំងឺមានន័យថាប្រកែហើយបើសិនតែយើងដាក់លើសវាអត់ទទួលមានន័យថាវា error ហើយបើយើងដាក់អត់ដល់ដុសវាអត់ជាវាអត់ដល់កម្លាំងតែបើយើងដាក់ចំគោលដៅអាចជំងឺរបស់យើងហ្នឹងបងប្អូនវាទទួលគ្នាតែហ្មងវាស្រូបយកគ្នាដើម្បីទៅវិជាបាលរោគាវិជាធិអញ្ចឹងយើងការដាក់ការលាយការលោកលៃលោកហ្នឹងគឺឲ្យចំនៅរូបមន្តបុរាណរបស់យើងគឺឆាប់ជាតែម្ដងបងប្អូនប៉ុន្តែពេលទៅយកអាហ្នឹងលោកគ្រូក៏អ្នកឱសថបុរាណគេដឹងហើយពេលយកថ្នាំមិនចេះតែយកទៅផ្ដេសទៅផ្ដាស់ទេបងប្អូនកាលណាយកផ្ដេសផ្ដាស់ទៅវាអត់សមប្រកបនៃជំងឺអាការៈរោគរបស់យើងទៅព្យាបាលទៅវាមិនសូវជាទេគេយកចេះយកពេលវេលាចេះរើសពេលវេលាចេះដើរទៅយករុក្ខជាតិចេះរំលឹកគុណដាស់ថ្នាំអីនោះវាមានក្បួនជាច្រើនបងប្អូនដើម្បីទៅយកថ្នាំមួយហ្នឹងយកមកពូកែស័ក្តិសិទ្ធិតែម្ដងដូចអ្នកជំងឺខ្ញុំអញ្ចឹងហើយដូចខ្ញុំព្យាបាលរាល់ថ្ងៃគាត់មកយកដល់ផ្ទះអញ្ចឹងគាត់ថាថ្នាំលោកគ្រូមើលបកែមិនក៏ទៅ3ទៅ4ថ្ងៃគឺដឹងធូរភ្លាមខ្លះថ្នាំខ្លះកន្លះខែបានដឹងធូរតិច20ថ្ងៃនោះលោកគ្រូហើយលោកគ្រូឯងថ្នាំបកែមិនអាហ្នឹងដោយសារអីដោយសារយើងចេះដាក់ចេះលេចេះលោកចេះទៅយកអញ្ចឹងទៅយើងធ្វើកិច្ចអញ្ចឹងវាធ្វើឲ្យយើងបកែឲ្យស័ក្តិសិទ្ធិបងប្អូនមិនចេះតែដាក់លឺគេថាកាប់ចុះកាប់ឡើងទៅវាបានប្រសិទ្ធភាពពេលខ្លះអត់កែតែម្ដងអត់ត្រូវជំងឺរបស់យើងតែម្ដងបងប្អូនណាដាក់លើសកម្រិតពេកវា error ហើយនៅជាចុងក្រោយនេះខ្ញុំបានចែកជាធម៌ទានដល់បងប្អូនស្ដាប់ហើយថាមានប្រយោជន៍មើលហើយនឹងស្ដាប់ហើយមានប្រយោជន៍បងប្អូនជួយចុច like ចុច share ចុច subscribe ចុចកណ្ដឹងឲ្យខ្ញុំបានអ្នកមួយផងបងប្អូននៅជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត
សូមបងប្អូនបានអាយុវែងសត្រូវមកមុខឲ្យរំលងត្រូវមកខ្នងឲ្យលាយសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយហើយខ្ញុំបាទគ្រូឧសថបរានជ័យទឹកសូមគោរពសូមជម្រាបលា